ព្រមដែរហ្នឹងនេះគឺជាមូលដ្ឋានដែលបងប្អូនអាចវែកញែកតបទៅពួកថៃវិញគឺទី1រើពេលដែលទាហានថៃដើរល្បាតដល់ថ្នាក់ជនមានហ្នឹងគឺប្រកាសណាស់ពួកគាត់គឺដើរល្បាតជន់មកលើទឹកដីខ្មែរហើយបានជាជនមានហ្នឹងព្រោះអន្តរជាតិគេមិនដឹងឮថាខ្មែរយើងគឺមានតែមិនទាន់ដោះហើយទេនៅតាមតំបន់ព្រំដែននោះហើយហេតុដែលខ្មែរយើងមិនទាន់ដោះហើយគឺដោយសារតែយើងគឺមិនទាន់បានបែងចែកខណ្ឌសីមារវាងខ្មែរនិងថៃឲ្យបានចប់សពគ្រប់នៅឡើយទេអានឹងទី1ទី2ថៃគឺជាប្រទេសដែលចង់មានសង្គ្រាមជាមួយខ្មែរពិតប្រាកដពីព្រោះរើពេលដែលអ្វីៗឈានទៅដល់កិច្ចព្រមព្រៀងអ្វីៗឈានទៅដល់ការត្រូវរើគ្នាដឹងតែថៃមានដ្រាម៉ាដឹងតែថៃបកករឿងដូចជាថ្ងៃទី12នេះវាថាវានឹងបកកទាហានទាំង18រូបមកកាន់ប្រទេសកម្ពុជាវិញស្រាប់ថ្ងៃទី10វានាំទាហានវាដើរល្បាតមកដល់ទឹកដីខ្មែររហូតដល់ជន់មានហើយក៏ផ្អាកការផ្ទេផ្អាកការបញ្ជូនទាហានខ្មែរយើងទាំង18រូបនោះមកខ្មែរវិញនេះជាចរិតដែលយោធាថៃតែងតែររឿងខ្មែរយើងគឺបែបនឹងឯងនេះគឺប្រកាសណាស់ថាប្រទេសខ្មែរយើងទៅជាប្រទេសដែលរងគ្រោះពិតប្រាកដប្រទេសថៃហ្នឹងដែលតែងតែររឿងខ្មែរហើយនឹងទី3ថៃតែងតែចោទឬក៏មើលងាយមកខ្មែរថាប្រទេសខ្មែរផ្ដាច់ការអញ្ចេះផ្ដាច់ការអញ្ចោះការអំណាចតែមួយគ្រួសារអញ្ចឹងតែពិតប្រទេសថៃខ្លួនឯងនឹងរាល់ពេលដែលប្រជាជនសាមញ្ញប្រជាជនដែលមានវណ្ណៈកដាលរើសបាននាយករដ្ឋមន្ត្រីណាដែលខ្លួនឯងស្រឡាញ់ដឹងតែពួកយោធានាំគ្នាទៅធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រីដែលប្រជាជនស្រឡាញ់ហ្នឹងហើយពួកយោធាគឺការអំណាចខ្លួនឯងទង្វើបែបនេះគឺបញ្ជាក់ថាប្រទេសថៃគ្មានអីគ្រាន់បើជាងប្រទេសភូមាទេប្រទេសភូមាក៏ធ្វើរដ្ឋប្រហារទម្លាក់លោកស្រីអង្សានសុជីដែលប្រជាជនទូទៅបោះឆ្នោតឲ្យដូចគ្នាដែរអញ្ចឹងបើប្រទេសថៃខ្លួនឯងក៏ជាប្រទេសផ្ដាច់ការអញ្ចឹងដែរហើយមិនមើលងាយខ្មែរ